ដល់បងប្អូនកម្មករកម្មការនីសមាជិកសមាជិកានិងជនរួមជាតិទីគោរពរាប់អានបាទថ្ងៃនេះកិច្ចពិភាក្សាប្រចាំសប្តាហ៍របស់សហព័ន្ធសហជីពកម្ពុជាហៅកាត់ថាកាតូបាទកម្មវិធីរបស់យើងគឺគោលបំណងដើម្បីផ្ដល់ព័ត៌មានដល់កម្មករកម្មការនីពាក់ព័ន្ធនឹងគោលនយោបាយសកម្មភាពសហព័ន្ធសហជីពកម្ពុជាព្រឹត្តិការណ៍សង្គមជាពិសេសស្ថានភាពទូទៅរបស់កម្មករនិយោជិតនិងចំណេះដឹងថ្មីៗជាច្រើនទៀតបាទប្រធានបទថ្ងៃនេះគឺយើងទៅជែកទៅលើបញ្ហាប្រឈមរបស់ស្ត្រីជាថ្នាក់ដឹកនាំផងដែរបាទថ្ងៃនេះគឺជាថ្ងៃទី22ខែឧសភាឆ្នាំ2026បាទកម្មវិធីរបស់យើងក៏មានការផ្សាយផ្ទាល់រៀងរាល់ថ្ងៃអង្គារនិងថ្ងៃសុក្រពីម៉ោង 11:30 ដល់ម៉ោង 12 ផងដែរបាទហើយវាគ្មិនរបស់យើងថ្ងៃនេះគឺយើងអញ្ជើញវាគ្មិនបងប្អូនស្រីយន់យឺដែលគាត់ជាថ្នាក់ដឹកនាំប្រចាំនៅក្រុមហ៊ុនត្រាក់ផងដែរបាទអរលោកស្រីនិងកញ្ញាជាទីគោរពរាប់អានកុំអីអរលោកស្រីនិងកញ្ញាទន្ទឹងរង់ចាំយូរយើងជួបជាមួយនឹងវាគ្មិនយើងតែម្ដងដើម្បីមុននឹងដល់កិច្ចពិភាក្សាសំណួររបស់យើងផងដែរបាទជំរាបសួរបងស្រីជំរាបសួរបងបាទសុខសប្បាយទេសុខសប្បាយបាទអរគុណច្រើនដល់បងស្រីយន់យឺដែលបានជួយចូលរួមក្នុងកម្មវិធីការផ្សាយផ្ទាល់របស់សហព័ន្ធកម្ពុជាហៅកាត់ថាកាតូបាទមុននឹងចាប់ផ្ដើមកិច្ចពិភាក្សារបស់យើងសូមឲ្យបងប្អូនមានចំណាប់អារម្មណ៍ទៅកាន់សមាជិកសមាជិការបស់យើងកំពុងតែទស្សនាផងដែរបាទសូមគោរពអញ្ជើញបងបាទជំរាបសួរបងប្អូនកម្មការនេះទាំងអស់នាងខ្ញុំឈ្មោះយន់យឺជាប្រធានសហជីពមូលដ្ឋាននៅត្រាក់ហើយមានសេចក្តីសំណោះរីករាយថ្ងៃនេះដែលបានខាងសហព័ន្ធអញ្ជើញមកធ្វើជាវាគ្មិនអរគុណបាទអរគុណច្រើនបងស្រីយន់យឺហ្នឹងហើយឥឡូវកុំឲ្យបងប្អូនយើងរងចាំយូរយើងចូលកិច្ចភាសាយើងតែម្ដងបាទតកតងនឹងការងារប្រចាំថ្ងៃរបស់យើងហ្នឹងតើបងប្អូនឃើញសមាជិកសមាជិការបស់យើងនៅកន្លែងការងារហ្នឹងតើយើងជួបនឹងបញ្ហាប្រឈមអ្វីខ្លះដែលសប្តាហ៍ថ្ងៃដែលយើងមើលឃើញនៅកន្លែងការងារដែលយើងកំពុងតែបំពេញណាបងសូមក្រុមជើងសូមចាបងអរគុណហើយសំណួរដ៏ល្អនេះការពិតបើនៅនិយាយពីកន្លែងការងារហើយថាចានិយាយថាកម្មករជាស្ត្រីនៅក្នុងកន្លែងការងារនេះមានបញ្ហាប្រឈមអីខ្លះព្រោះដោយសារកម្មករសប្តាហ៍ថ្ងៃនេះមានបញ្ហាប្រឈមជាច្រើនបើនៅកន្លែងការងារដូចជារាល់ថ្ងៃនេះវាយើងមើលឃើញថាបើនិយាយពីក្តៅក៏គាត់មានបញ្ហាហើយមួយទៀតរឿងចំនួនរឿងអីព្រោះដោយសារក្រុមហ៊ុនឥឡូវនេះតាំងពីមានសេដ្ឋកិច្ចដូចជាមានសង្គ្រាមមានអីមកហាក់ដូចជាចំនួនកាន់តែឡើងហើយធ្វើឲ្យកម្មករហ្នឹងគាត់ធ្វើអត់បានទេចំនួនបខំចំនួនបខំការថែមម៉ោងបខំចេះនិយាយថាធ្វើឲ្យគាត់ហ្នឹងមិនសប្បាយចិត្តពេលថែមម៉ោងក៏គាត់មានបញ្ហាប្រឈមដែរព្រោះដោយសារពេលខ្លះសុខប្រធានរបស់គាត់ហ្នឹងបខំការថែមម៉ោងអីដូចជាថ្ងៃសៅរ៍អីគាត់ចេញម៉ោង4អីចឹងទៅគាត់បានចេញចឹងណាហើយមួយទៀតការបខំចំនួនការពីមិនទាន់មានបញ្ហាអីកើតឡើងសង្គ្រាមអីពិភពលោកដូចជាចំនួននៅរៀងឆ្នាំ2024 23 24អីដូចជាចំនួនកម្មករទទួលយកបានអញ្ចឹងណាបងប៉ុន្តែបន្ទាប់មកពេលឆ្នាំ2025 26បច្ចុប្បន្ននេះរឹតតែចំនួនខ្ពស់ធ្វើឲ្យកម្មករហ្នឹងធ្វើអត់បានអញ្ចឹងវាពេលដែលធ្វើអត់បានប្រឈមមុខនឹងការសុខប្រធានឬក៏ដល់ថ្នាក់អ្នកគ្រប់គ្រងបរទេសហៅទៅសួរនាំអីពីបញ្ហាចំនួនខាត់អីទៅធ្វើអត់បានអីចឹងណាហើយអាហ្នឹងហើយគាត់ជាសម្ពាធហើយហ្នឹងជាបញ្ហាប្រឈមរបស់គាត់ហើយគាត់ខំប្រឹងដែរមិនបានទៅបន្ទប់ទឹកធ្វើអីទៅបន្ទប់ទឹកទុកអីឬក៏សម្រួលអីយ៉ាបត់ឲ្យគាត់ហ្នឹងដើម្បីឲ្យគាត់ស្រួលអារម្មណ៍ឬក៏ស្រួលផ្លូវចិត្តរបស់គាត់ទេអញ្ចឹងថាបញ្ហាប្រឈមអត់គឺបញ្ហាប្រឈមនៅតែមានដូចជាក្តៅដូចជាចំនួនដូចជាការថែមម៉ោងដូចជាប្រាក់ខែអីវាយើងធ្វើការចានិយាយថាធ្វើការចង់បានតែចំនួនច្រើនហើយប្រាក់ខែហ្នឹងវាដូចអត់សមតជាមួយនឹងការដែលគាត់ខំប្រឹងប្រែងទៅធ្វើទៅវាអត់បានស្មើភាពនឹងកម្លាំងបញ្ចេញទៅហើយប្រាក់ខែហ្នឹងក៏វាតិចអញ្ចឹងណាបងហ្នឹងបញ្ហាដែលកម្មករប្រឈមសប្តាហ៍ថ្ងៃបាទអរគុណច្រើនសម្រាប់បងស្រីយន់យឺដែលមានចំណាប់អារម្មណ៍តាក់ទងនឹងស្ថានភាពទូទៅរបស់សមាជិកសមាជិការបស់យើងតាក់ទងនឹងចំនួនតាក់ទងនឹងការថែមម៉ោងបង្ខំតាក់ទងសង្គ្រាមតាក់ទងនឹងប្រាក់ឈ្នួលនឹងទៀតអញ្ចឹងខ្ញុំចង់បញ្ចូលបន្តិចតាក់ទងនឹងប្រាក់ឈ្នួលណាតែប្រាក់ឈ្នួលមកដល់សប្តាហ៍នេះយើងដល់ប្រាក់ឈ្នួលដល់$210ទៅណា
ការចំណាយចាយវាប្រចាំថ្ងៃរបស់គាត់ថាគាត់អាចត្រូវអាចក្រន់នេះការប្រចាំថ្ងៃរបស់គាត់សូមបញ្ចូលបន្តិចណាចាបងអរគុណព្រោះដោយសារបើបងសួរថាតើប្រាក់ខែរងថ្ងៃនេះឡើង210តើកម្មករគាត់ត្រួតត្រងជីវភាពគ្រួសារគាត់គ្រប់គ្រាន់ដែរទេពីខ្ញុំទៅខ្ញុំសូមប្រាប់ថាខ្ញុំសូមជំរាបទៅបងថាអត់គ្រប់ទេព្រោះដោយសារឥឡូវនេះយើងមើលឃើញថាសង្គ្រាមក៏កើតមានហើយតំណែងទីផ្សារឥឡូវនេះក៏ឡើងថ្លៃសូម្បីតែប្រេងសាំងសូម្បីតែបន្ទប់ជួលក៏ឡើងថ្លៃហើយធនាគារទៀតសោតក៏នៅតែបង់អញ្ចឹងសួរថាប្រាក់ខែ210ហ្នឹងវាត្រួតត្រងគ្រួសារឬក៏ស្ថានភាពរបស់គាត់នឹងប្រសើរអត់ប្រសើរទេពួកកម្មករនៅតែមានបញ្ហាដដែលអញ្ចឹងបងហ្នឹងហើយអរគុណច្រើនបងដែលមានការផ្ដល់ជាគំនិតដល់សមាជិកាដល់កម្មកររបស់យើងនៅប្រទេសកម្ពុជារបស់យើងទោះបីជាប្រាក់ឈ្នួលរបស់យើងឡើងដល់$210ក៏ដោយក៏ការចាយវាប្រចាំថ្ងៃរបស់យើងហ្នឹងគឺនៅតែផ្គត់ផ្គង់នៅតែមិនគ្រប់នៅតែចាយមិនគ្រាន់វាមិនត្រឹមត្រូវតម្រូវដែរអ្វីរបស់យើងចង់បានតកតងហ្នឹងដូចជាបងលើកឡើងពីខាងមុខតកតងនឹងការថែមមកច្រើនតកតងនឹងការបង្ខំដោយចំនួនច្រើនហើយក៏ប្រាក់ខែហ្នឹងវានៅទៀតចឹងធ្វើឲ្យពួកគាត់ហ្នឹងមានការហត់នឿយនឹងជីវភាពហ្នឹងក៏មិនចាយគ្រប់គ្រាន់នៅក្នុងកន្លែងគាត់រស់នៅប្រចាំថ្ងៃផងដែរឥឡូវបងចង់បន្ថែមមួយទៀតមុននឹងបងខ្លាចជាថ្នាក់ដឹកនាំជាស្ត្រីណាតើបងជួបបញ្ហាអ្វីខ្លះដែលប្រឈមមកលើខ្លួនយើងផ្ទាល់ដែលយើងជាស្ត្រីដែលកំពុងតែបម្រើការងារនៅក្នុងវិស័យការងារកាដេសិភាពហ្នឹងតើបញ្ហាប្រឈមដែលខ្លាំងជាងគេដែលយើងជួបអីខ្លះទៅលើរូបបងផ្ទាល់ផងដែរចាបងអរគុណហើយបើនិយាយពីការថ្នាក់ដឹកនាំជាស្ត្រីនេះថាជួបបញ្ហាអីខ្លាំងកាលពីខ្ញុំមិនទាន់បានខ្លាយជាថ្នាក់ដឹកនាំជាស្ត្រីថ្នាក់ដឹកនាំក៏មានសម្ពាធពីនៅជាកម្មករធម្មតាក៏ខ្ញុំមានសម្ពាធពីសុខប្រធានពីអ្នកគ្រប់គ្រងអីផ្សេងទោះបីខ្ញុំខ្លាយជាថ្នាក់ដឹកនាំក៏ខ្ញុំនៅតែជួបប្រទះបញ្ហាអត់ទាំងនឹងព្រោះដោយសារកាលយើងជាថ្នាក់ដឹកនាំគេរបៀបថាគេរើសអើងជាកម្មករយើងជាកម្មករធម្មតាគេរើសអើងអ្នកដែលជាកម្មករធម្មតាប៉ុន្តែបើយើងខ្លាយជាថ្នាក់ដឹកនាំសប្តាហ៍ថ្ងៃនេះគេរើសអើងរបៀបយើងជាថ្នាក់ដឹកនាំសហជីពអញ្ចឹងបានន័យថាការរើសអើងមួយហ្នឹងគឺនៅតែមានព្រោះដោយសារខ្ញុំមកឃើញថាខ្ញុំខ្លាយជាថ្នាក់ដឹកនាំសហជីពនៅក្រុមហ៊ុនត្រាក់នេះរាល់ថ្ងៃទោះបីខ្ញុំខ្លាយជាប្រធានសហជីពក៏ចឹងនិយាយថាសហជីពមិនទាន់បានប្រសើរមិនទាន់បានការគោរពសិទ្ធិពីក្រុមហ៊ុនមិនទាន់បានឈប់ការរើសអើងពីក្រុមហ៊ុនទេនៅតែមានព្រោះដោយសារយើងបច្ចុប្បន្នពួកយើងនិយាយអីថាអីពួកគេអត់ទុកថាយើងជាមានអំណាចទេព្រោះយើងជាស្ត្រីពួកហ្នឹងជាផ្នែកកំណត់តាំងពីដើមមកអញ្ចឹងថាយើងជាស្ត្រីអញ្ចឹងគេអត់សូវថាយើងជាថ្នាក់ដឹកនាំដល់ប្រកែឬក៏យើងថ្នាក់ដឹកនាំដល់ក្លាហានអីគេគោរពថាគេកោតខ្លាចយើងព្រោះគេនៅតែផ្នែកកំណត់របស់គេថាយើងនឹងជាស្រីធ្វើអីអត់បានដូចមនុស្សប្រុសទេចឹងហ្នឹងអរគុណច្រើនស្រីការពិតថាយើងជាស្ត្រីជាថ្នាក់ដឹកនាំគម្រោងមួយរូបចឹងបងប្អូនសមាជិការបស់យើងគួរតែយកគម្រោងតាមគាត់ជាថ្នាក់ដឹកនាំស្ត្រីទោះបីជាមានបញ្ហាប្រឈមនឹងការរើសអើងទាក់ទងនឹងការបង្កើតសហជីពក៏ដោយក៏គាត់ជាស្ត្រីក៏គាត់នៅតែរៀបចំបង្កើតសហជីពដើម្បីជួយកម្មករដែលនៅដំណើរការនៅក្នុងនោះដែលគាត់ខ្វះនៃការជួយពីសហជីពដែលជួយកម្មករឲ្យប្រកបអញ្ចឹងដែលគាត់បង្កើតបានជាសហជីពនេះទោះបីជាមានការរើសអើងក៏បងបង្កើតបានឲ្យជោគជ័យហើយក៏ជួយបានសមាជិកយើងក៏បានល្អបំផុតផងដែរអរគុណច្រើនបងដែលបានលើកឡើងពីបញ្ហាប្រឈមទាក់ទងនឹងយើងមុននឹងខ្លាយជាថ្នាក់ដឹកនាំសហជីពនៅក្នុងក្រុមហ៊ុនត្រាក់ផងដែរឥឡូវនេះបងចង់បន្ថែមទៅលើតកតាអ្វីជំរុញធ្វើឲ្យបងអូននឹងខ្លាយជាថ្នាក់ដឹកនាំតកតាអ្វីដែលជំរុញឲ្យបងអូននឹងចង់ខ្លាយជាថ្នាក់ដឹកនាំហើយអ្នកណាខ្លះដែលគ្រប់គ្រងឲ្យបងអូននឹងធ្វើជាអ្នកដឹកនាំផងដែរចាបងអរគុណទី1ហេតុអីក៏នាងខ្ញុំខ្លាយជាស្ត្រីជាអ្នកដឹកនាំព្រោះដោយសារទី1កត្តាទី1ដែលខ្ញុំស្រឡាញ់ព្រោះហើយទី2ទៀតខ្ញុំយល់ថាឃើញថាព្រោះដោយសារបើយើងមិនតស៊ូខ្លួនឯងឬមិនជួយខ្លួនឯងអត់មានអ្នកណាជួយទេអញ្ចឹងខ្ញុំបដិញ្ញាចិត្តថាខ្ញុំស្រឡាញ់ខាងហ្នឹងហើយខ្ញុំនឹងបង្កើតចងក្រងជាសហជីពមួយដែលជួយកម្មករពិតប្រាកដព្រោះដោយសារយើងកាលពីកម្មករ
ជាក់ស្ដែងយើងចេញពីកម្មករហើយយើងដឹងហើយថាពេលដែលនៅជាកម្មករក៏ជួយខ្លួនឯងអត់បានដែរព្រោះខ្លាចគេប៉ុន្តែបន្ទាប់មកយើងចង់ខ្លាយជាថ្នាក់ដឹកនាំស្ត្រីនេះដោយសារយើងចង់ជួយកម្មករនៅក្នុងរោងចក្រហ្នឹងតែយើងធ្វើការជាមួយនឹងហើយការមានការទ្រាំគ្រប់គ្រងនោះការគ្រប់គ្រងពីមិត្តភ័ក្តិពីក្រុមការងារអីផ្សេងជំរុញឲ្យយើងថាខ្លាចជាអ្នកដឹកនាំព្រោះដោយសារមើលទៅក្រុមការងារយើងវាចង់និយាយថាអ្វីដែលសំខាន់គឺភាពស្មោះត្រង់យើងមិនក្បត់សតិសម្បជញ្ញៈខ្លួនឯងហើយយើងមិនក្បត់កម្មករព្រោះយើងតាំងចិត្តថាយើងតាំងស្មារតីថាយើងជាអ្នកកម្មករជួយកម្មករពិតប្រាកដព្រោះដោយសារព្រោះក្រុមការងារទាំងអស់សិតតែអ្នកស្មោះត្រង់ដូចជាពួកខ្ញុំដែរអញ្ចឹងពួកគាត់ជំរុញគ្នាខ្ញុំក៏ជំរុញគាត់ក៏ជំរុញខ្ញុំបានធ្វើឲ្យខ្ញុំខ្លាចជាអ្នកដឹកនាំរហូតដល់សប្តាហ៍ថ្ងៃបាទអរគុណច្រើនបងបងលើកឡើងមានប្រសាសន៍នេះគឺមានសារៈសំខាន់សម្រាប់ការជំរុញក្នុងនាមយើងជាស្ត្រីដែលក្លាហានដោយសារការយើងស្រឡាញ់ដោយសារយើងមើលឃើញថាការងារមួយហ្នឹងយើងអាចជួយដល់មនុស្សរាប់រយនាក់ដែលនៅគៀនរបស់យើងដែលគ្រប់គ្រងមិនគ្រប់លក្ខខណ្ឌនៅក្នុងកន្លែងការងាររបស់យើងគឺយើងសម្លឹងឃើញបែបហ្នឹងហើយមួយទៀតបងលើកឡើងដែរគឺធ្វើឲ្យបងហ្នឹងពីមិត្តភ័ក្តិពីអ្នករួមការងារជាមួយនឹងជំរុញឲ្យបងហ្នឹងចូលជាថ្នាក់ដឹកនាំជាស្ត្រីដើម្បីជួយដល់មិត្តរួមការងារនិងសមាជិកដែលយើងដែលកំពុងតែជួបបញ្ហារាល់ថ្ងៃនេះអញ្ចឹងឥឡូវបងចង់បន្ថែមពីលើនឹងទៀតដែរតើមុននឹងយើងឥឡូវហ្នឹងយើងខ្លាចជាថ្នាក់ដឹកនាំហើយតើយើងធ្វើខ្លួនបែបណាបាទដើម្បីខ្លាចជាថ្នាក់ដឹកនាំបាទបើសួរថាធ្វើខ្លួនបែបណាតែខ្លាចជាអ្នកដឹកនាំទី1ទំនួលខុសត្រូវមានទំនួលខុសត្រូវជាមួយនឹងក្រុមការងារហើយទី2ស្មោះត្រង់អ្វីដែលសំខាន់យើងធ្វើការជាក្រុមសំខាន់បំផុតគឺភាពស្មោះត្រង់ជជែកគ្នាហើយទី2ទី3ទៀតយើងយល់ឃើញថាព្រោះយើងអាចដើរទៅជាមួយគ្នាបានព្រោះដោយសារពួកគាត់បើគាត់សម្រាប់ចិត្តថាធ្វើជាថ្នាក់ដឹកនាំធ្វើជាក្រុមចងក្រងជាក្រុមហើយយើងគាត់ប្រកាសណាស់ថាគាត់នឹងចិត្តដូចយើងដែរអញ្ចឹងហើយបានធ្វើឲ្យពួកខ្ញុំដើរទៅរលូនដែរបាទអរគុណច្រើនបងអូនការពិតទៅបងអូនខ្លាចជាថ្នាក់ដឹកនាំទៅបងអូនមានផ្នត់គំនិតមួយទី1គឺភាពស្មោះត្រង់ទី1យើងត្រូវតែមានការងាររួមទី1យើងត្រូវតែចែករំលែកអ្វីដែលយើងមាននៅកន្លែងការងារហើយមួយទៀតនោះគឺយើងត្រូវតែជួយសមាជិករបស់យើងដែលមានបញ្ហានៅកន្លែងការងារគឺជួយឲ្យអស់ពីចិត្តអ្វីដែលយើងមានដោយសារយើងខ្លាចជាថ្នាក់ដឹកនាំហើយគឺយើងត្រូវតែត្រៀមចិត្តត្រៀមក្រែងទោះជាមានឧបសគ្គដោយបងអូនលើកឡើងអញ្ចឹងការរើសអើងយ៉ាងណាក៏ដោយក៏យើងត្រូវតែធ្វើការងារនឹងដែរដើម្បីការងាររួមនៅក្នុងក្រុមហ៊ុនរបស់យើងផងដែរឥឡូវបងចង់បន្ថែមពីនឹងទៀតពីលើនឹងទៀតដែរតើកន្ទូគ្រប់គ្រងនឹងផ្ដល់អ្វីខ្លះដល់ថ្នាក់ដឹកនាំសកម្មជនជាស្ត្រីតើកន្ទូបានផ្ដល់អ្វីខ្លះដល់ថ្នាក់ដឹកនាំនិងសកម្មជនជាស្ត្រីបាទបងមានសាចាអរគុណបងបើពាក់ព័ន្ធមួយកន្ទូមានច្រើនដល់រហូតដល់ថ្លៃមិនបានវាយតម្លៃអត់បានណាព្រោះដោយសារជាទូទៅដូចខ្ញុំពីមុនផ្នត់កំណត់របស់ពួកខ្ញុំជាស្ត្រីមិនអាចធ្វើជាអ្នកដឹកនាំបានទេប៉ុន្តែកន្ទូមានយោបល់មួយមានអនុសាសន៍មួយថាស្ត្រីក៏អាចដឹកនាំបានដែរឲ្យតែយើងព្យាយាមហើយកន្ទូបន្តបដាលចង់និយាយថាបន្តបដាលផ្លូវចិត្តបន្តបដាលផ្លូវកាយឲ្យរឹងមាំថាកុំឲ្យគិតថាខ្លួនឯងនៅតែជាស្ត្រីជាមនុស្សស្រីដែលទន់ខ្សោយអញ្ចឹងកន្ទូជួយជំរុញច្រើនហើយដល់ពេលកន្លងមកខ្ញុំធ្លាប់ខ្លាចធ្លាប់អីគេអញ្ចឹងទៅប៉ុន្តែដល់ពេលចូលវគ្គយើងប្រឡូកជាមួយសហជីពប្រឡូកជាមួយកន្ទូនេះព្រោះកន្ទូយើងមើលឃើញថាជាសហជីពមួយស្ថាប័នមួយដែលស្មោះត្រង់ដែលមានមេដឹកនាំដល់ទទួលខុសត្រូវហើយស្មោះចានិយាយស្មោះនឹងកម្មករជួយកម្មករដែលពិតប្រាកដហើយធ្វើឲ្យខ្ញុំជំរុញឲ្យពួកខ្ញុំជាស្ត្រីហ្នឹងពេលដែលបានវគ្គបណ្ដុះបណ្ដាលអីចេញពីកាទូច្រើនពួកខ្ញុំនឹងលែងខ្លាចកាអាព្រោះដោយសារកាទូមានមួយគឺជំរុញឲ្យយើងហ្នឹងថាកុំយល់ខ្លួនឯងថាឃើញនៅតែជាស្ត្រីទន់ខ្សោយព្រោះដោយសារ
យល់ថាខ្លួនឯងនឹងអាចជាស្ត្រីក៏អាចដឹកនាំបានដែរបើយើងមើលគាត់បង្រៀនមកលើកមកពីហេតុផលថាមើលប្រទេសគេផ្សេងរួមមានថ្នាក់ដឹកនាំមាននាយករដ្ឋមន្ត្រីមានប្រធានាធិបតីអីក៏ជាស្រីដែរអញ្ចឹងធ្វើឲ្យពួកខ្ញុំជាស្ត្រីមិនថាសកម្មជនមិនថាថ្នាក់ដឹកនាំគាត់ចូលវគ្គបន្តបដាបានច្រើនគាត់យល់ថាគាត់មិនមែនជាស្ត្រីទុនខ្សោយដូចដែរផ្នែកកំណត់ពីដើមមកថាស្ត្រីធ្វើអីមិនបានវិលចក្រានមិនជុំអីអត់ទេអញ្ចឹងបានន័យថាស្ត្រីទាំងអស់គ្រប់រូបក៏អាចជ្រើសរើសដោយពួកខ្ញុំបានដែរព្រោះដោយសារមិនមែនតែខ្ញុំទេពួកស្ត្រីផ្សេងក៏មានកំណត់មានផ្នែកកំណត់ចង់ដើរផ្លូវដូចខ្ញុំដែរប៉ុន្តែគាត់ថាអត់មានពេលវេលាប៉ុន្តែសូមឲ្យគិតឡើងវិញថាពេលវេលាហ្នឹងយើងអាចឆ្លៀតបានអញ្ចឹងណាហ្នឹងហើយអរគុណច្រើនមានអីបន្ថែមទៀតទេបងបាទមានអីបន្ថែមទៀតតងនឹងសកម្មជនរបស់យើងរាល់ថ្ងៃតែយើងធ្វើការងារជាមួយសកម្មជនយើងបែបណាដល់ប្រហែលដែរជាមួយកាទូបាទជួយបន្ថែមតិចណាបាទនិយាយពីសកម្មជនក៏ពួកគាត់ចូលរួមមួយកាទូច្រើនអញ្ចឹងហើយនិយាយទៅសកម្មជននៅត្រាទាំងថ្នាក់ដឹកនាំទាំងសកម្មជនទាំងអស់សិតតែជាស្ត្រីដែលរឹងមាំហើយក្លាហានទៀតជាស្ដែងលើកពីរឿងផ្ទាល់ខ្លួនសូម្បីតែមិនសិនមិញបានខ្ញុំមើលឃើញថាក្រុមការងាររបស់ខ្ញុំមុតមែនតែនទោះបីលំបាកទោះបីទោះបីកន្លែងហ្នឹងគ្រោះថ្នាក់ទោះបីថាទៅតំណឹងវាអត់ស្រួលទេក៏ពួកគាត់រឹងមាំទោះបីថាអ្នកមិនបានទៅក៏នៅក្នុងរោងចក្រនេះក៏ចង់និយាយថាគាត់ចំណាយពេលវេលានិយាយទៅគាត់ធ្វើការខ្ញុំសប្បាយចិត្តហើយខ្ញុំក៏ទំឃើញពីម្សិលមិញថាក្រុមការងាររបស់ខ្ញុំគាត់មុតมันខុសពីចាมันខុសពីសហព័ន្ធទេតែចិត្តមុតដូចគ្នាបាទហ្នឹងហើយអរគុណច្រើនបងអូនយន់យើងហ្នឹងហើយដូចបងអូនបានលើកឡើងអញ្ចឹងតាក់ទងនឹងការគ្រប់គ្រងរបស់កាទូតាក់ទងនឹងការធ្វើការជាមួយនឹងសកម្មជនរបស់យើងនៅកន្លែងការងារគឺដោយសារបងប្អូនគិតឃើញថាកាទូគឺជាស្ថាប័នមួយឯករាជ្យជាធិបតេយ្យធ្វើឲ្យបងនឹងគ្រប់គ្រងហើយកាទូក៏បានបដិបដាតាក់ទងនឹងថ្នាក់ដឹកនាំយើងមូលដ្ឋានតាក់ទងនឹងសកម្មជនយើងនៅកន្លែងការងារផ្ទាល់ហើយកាទូក៏បង្រៀនឲ្យសមាជិកានិងក្រុមការងាររបស់យើងឲ្យចេះស្រឡាញ់គ្នារួមសាមគ្គីគ្នាហើយបងលើកឡើងមិញថាទោះបីជារឿងនឹងឧបសគ្គប៉ុណ្ណាក៏ដោយក៏ការរួបរวมនឹងការស្រឡាញ់គ្នាគឺជាធ្លុងមួយដែលធ្វើឲ្យបងជាស្រីដឹកនាំជាប្រធាននៅកន្លែងការងារហ្នឹងមានកម្លាំងចិត្តទោះបីជាយើងមិនបានអីជាដងប្រពន្ធក៏យើងមានកម្លាំងចិត្តថាសកម្មជនរបស់យើងសមាជិករបស់យើងចូលចិត្តយើងគ្រប់គ្រងយើងដោយសារអីដោយសារយើងមានភាពស្មោះត្រង់ក្នុងការងារដែលយើងកំពុងតែធ្វើសពថ្ងៃជួយដល់សមាជិកសមាជិការបស់យើងផងដែរហ្នឹងហើយដោយសារពេលវេលារបស់យើងដល់បញ្ចប់មុននឹងបញ្ចប់សូមឲ្យបងប្អូនយ៉ាងយើងមានការសំណពរជាចុងក្រោយទៅដល់ស្ថាប័នពាក់ព័ន្ធផងដែរបាទសូមជឿទី1ខ្ញុំសូមបន្ថែមទី6នេះខ្ញុំសូមបន្ថែមបន្តិចដោយសារខ្ញុំសូមផ្ដាំបញ្ញាទៅបងប្អូនកម្មករទាំងអស់បើសិនជាចូលរួមជាមួយសហជីពយើងត្រូវរើសសហជីពណាដែលសហជីពជួយកម្មករពិតប្រាកដហើយកុំឲ្យចេះតែយល់ច្រឡំថាសហជីពដូចគ្នានៅក្នុងស្រុកខ្មែរសហជីពមានច្រើនតែអត់ដូចគ្នាទេព្រោះដោយសារខ្ញុំជាក់ស្ដែងព្រោះខ្ញុំចូលរួមមួយសហជីពនេះមិនមែនថាបានលុយបានកាក់អីទេព្រោះខ្ញុំស្ម័គ្រចិត្តស្មោះត្រង់អញ្ចឹងខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនកម្មការនេះទាំងអស់ធ្វើការរោងចក្រផ្សេងពេលដែលចូលសហជីពត្រូវជ្រើសរើសសហជីពឲ្យត្រូវដែលជួយយល់ពីសុខទុក្ខរបស់បងប្អូនកម្មករពិតប្រាកដហើយទី2ទៀតខ្ញុំសូមផ្ដាំផ្ញើទៅជាសាររបស់ខ្ញុំផ្ដាំផ្ញើទៅអ្នកដែលពាក់ព័ន្ធដូចជាតកែក្រុមហ៊ុនសូមឲ្យយល់ឬក៏ផ្ដល់សិទ្ធិឲ្យកម្មករពេញលេញគោរពសិទ្ធិកម្មករកុំបខំតាមតែខ្លួនឯងចង់បានព្រោះដោយសារពួកយើងសិតតែជាមនុស្សមិនមែនជាម៉ាស៊ីនទេព្រោះដោយសារពេលខ្លះគាត់មានកម្លាំងប្រលាំងពេញគាត់ធ្វើបានចំនួនប៉ុន្តែដល់ពេលគាត់មានបញ្ហាមិនស្រួលខ្លួនគាត់ធ្លាក់ចំនួនអាហ្នឹងស្នើសុំទៅក្រុមហ៊ុនឲ្យមើលកន្លែងហ្នឹងត្រឡប់មកវិញហើយស្នើសុំទៅទី3ទៀតស្នើសុំទៅអ្នកដែលពាក់ព័ន្ធដូចជាក្រសួងការងារដូចជារដ្ឋាភិបាលសូមឲ្យជួយពិនិត្យមើលបើទៅក្រសួងការងារសូមឲ្យជួយពិនិត្យមើល
តកែរោងចក្រផ្សេងក្តៅតិចអីសូមឲ្យក្រសួងការងារដែលពាក់ព័ន្ធសូមជួយចុះទៅសង្កេតមើលក្រុមហ៊ុននីមួយៗឲ្យបានច្បាស់លាស់មុននឹងវិនិច្ឆ័យហើយមុននឹងថាក្រុមហ៊ុននឹងតិចសូមឲ្យក្រសួងការងារចុះទៅដោយផ្ទាល់ពីពួកខ្ញុំកម្មករស្នើសុំក្រសួងការងារចុះទៅដោយផ្ទាល់ហើយសូមឲ្យទៅពិនិត្យទៅតាមក្រុមផ្សេងថាក្រុមនឹងក្តៅមែនអត់កុំឲ្យជឿតែក្រុមហ៊ុនថាតិចហើយដែលអត់បានចុះសង្កេតមើលហើយទី4ទៀតស្នើសុំទៅរដ្ឋាភិបាលសូមពីខ្ញុំកម្មករមានអីច្រើនទេគ្រាន់តែសូមប្រាក់ខែរស់សមរម្យដែលកម្មករអាចរស់បានកុំឲ្យផ្ទះជួលឡើងថ្លៃកុំឲ្យទំនិញទីផ្សារឡើងថ្លៃសូមឲ្យនៅប្រាក់ខែដែលអាចទប់ទល់បានព្រោះដោយសារបច្ចុប្បន្ននេះក៏ប្រាក់ខែកម្មការនេះក៏ទប់ទល់អត់បានទេព្រោះដោយសារផ្ទះជួលក៏ឡើងថ្លៃទំនិញទីផ្សារឡើងថ្លៃសាំងទៀតក៏ឡើងថ្លៃទៀតមិនដឹងថាថ្ងៃណាបានចុះមកវិញអញ្ចឹងសូមឲ្យតម្លើងប្រាក់ខែឲ្យកម្មកររោងចក្រឲ្យបានខ្ពស់ជាងនឹងអ្វីដែលតាមឲ្យបានដូចជាតម្រូវការរបស់កម្មកររស់បានឲ្យមិនស្រួលណាស់ណាទេសូមតែមកនេះសិនមកដូចថាវាចាមកគ្រប់គ្រាន់ឬក៏រស់ដោយជឿជាក់ខ្លួនឯងសិនអញ្ចឹងព្រោះថាឃើញដូចថារដ្ឋាភិបាលទៅមុខទៀតអត់មានបច្ចុប្បន្នហ្នឹងអត់ទាន់មានជីវភាពអីរឹងមាំអីឲ្យឡើងប្រាក់ខែតែទៅមុខទៀតសង្ឃឹមថាពីខ្ញុំសង្ឃឹមថានឹងប្រាក់ខែឡើងខ្ពស់ជាងនឹងឲ្យកម្មកររស់បានអរគុណបងអរគុណច្រើនបងស្រីយន្តយឺដែលមានចំណាប់អារម្មណ៍ទៅដល់សមាជិការបស់យើងទាក់ទងនឹងបញ្ហាប្រឈមថ្នាក់ដឹកនាំរបស់ស្ត្រីថ្ងៃនេះអស់លោកស្រីមានកញ្ញាជាទីគោរពរាប់អានដោយសារពេលវេលារបស់យើងមកដល់កំណត់កម្មវិធីពិភាក្សាប្រចាំសប្តាហ៍របស់យើងទាក់ទងនឹងការប្រឈមរបស់ថ្នាក់ដឹកនាំជាស្ត្រីនឹងឲ្យអរគុណច្រើនមែនទែនសម្រាប់ការតាមដាននិងការចូលរួមរបស់បងស្រីយន្តយឺទៅជាថ្នាក់ដឹកនាំដែលជាស្ត្រីដូចគាត់បានលើកឡើងអញ្ចឹងគឺគាត់អត់ចង់បានអីទេទី1គឺចង់បានប្រាក់ឈ្នួលសមរម្យអត់ចង់បានលើសនឹងទេគឺមួយថ្ងៃគឺចាយមួយថ្ងៃឲ្យបានគ្រប់គ្រាន់ទៅបានហើយមួយទៀតគាត់สนมពរឲ្យបង្កើតសហជីពកាទូនឹងឲ្យច្រើនដោយសាររាល់ថ្ងៃនេះកាទូក៏យើងមានច្រើនហើយតែគាត់สนมពរមកបងប្អូនអាចទំនាក់ទំនងចង់បង្កើតសហជីពរបស់យើងបានអាចទំនាក់ទំនងតាម page របស់កាទូផ្ទាល់ផងដែរហ្នឹងហើយបងប្អូនអាចចូលទៅមើលក្នុងសហព័ន្ធសហជីពកម្ពុជាទៅយើងមានមន្ត្រីរបស់យើងទៅតាមគោលដៅរបស់យើងមានភ្នំពេញយើងមានផ្លូវជាតិលេខ1លេខ2និងផ្លូវជាតិលេខ4ផ្លូវយើង41កំឡុតផ្លូវជាតិលេខ6កំពង់ឆ្នាំងនិងផ្លូវលើកជាតិលេខ1នៅក្រុងបាត់ផងដែរយើងសិតតែមានមន្ត្រីរបស់យើងនៅចាំទំនាក់ទំនងឬក៏បង្កើតសហជីពរបស់យើងនៅទីនោះផងដែរបាទអរលោកលោកស្រីនាងកញ្ញាជាទីគោរពរាប់អានដោយសារតែពេលវេលារបស់យើងដល់ពេលដែលត្រូវជម្រាបលាអស់លោកលោកស្រីកញ្ញាខ្ញុំបាទថោសុភ័ណ្ឌក៏សូមអរគុណដល់ការទស្សនានិងការចូលមើលក្នុង page របស់កាទូយ៉ាងច្រើនអរគុណច្រើនមែនទែនហើយខ្ញុំបាទថោសុភ័ណ្ឌនិងបងស្រីយន្តក៏សូមអរគុណសូមជម្រាបលាសូមអរគុណជម្រាបលា